អាដាមជាសូមេធីថ្លែងថាការយកចិត្តទុកដាក់កិត្តគូនិងការវិនិយោគលើវិស័យពិការភាពនិងជនមានពិការភាពគឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីធ្វើឲ្យសម្រេចបានជោគជ័យក្នុងការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលជាពិសេសយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋអាដាមជាសូមេធីរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រីដល់មន្ត្រីរាជការជនមានពិការភាពនិងប្រកួតវិញ្ញាបនបត្រជូនសកាកម្មនាថ្ងៃទី18សីហាឆ្នាំ2026នៅទីស្តីការក្រសួងតរបាយការណ៍ស្តីពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលរបស់អាដាមចាប់តូអនុរដ្ឋលេខាធិការបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីវឌ្ឍនភាពជាវិជ្ជមានលើវិស័យអប់រំនិងបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីជាជនមានពិការភាពក៏ដូចជាមន្ត្រីទូទៅនៃក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាវគ្គបណ្ដុះបណ្ដាលនេះនឹងបានជួយដល់ការពង្រឹងសមត្ថភាពការងាររដ្ឋបាលប្រចាំថ្ងៃជំនាញសរសេរលិខិតផ្លូវការការគ្រប់គ្រងការិយាល័យនិងការលើកកម្ពស់ស្មារតីសីលធម៌គ្រប់គ្រងសីលធម៌វិជ្ជាជីវៈជូនដល់មន្ត្រីរាជការមានពិការភាពវគ្គបណ្ដុះបណ្ដាលនេះមានសកម្មចូលរួមសរុបចំនួន175នាក់ស្ត្រី86នាក់រួមមានពិការភាពភ្នែកខ្សោយគំហើញពិការកាយសម្បទានិងមន្ត្រីរាជការមិនមានពិការភាពក្នុងនាមថ្នាក់ដឹកនាំក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាអាដាមជាសូមេធីបានសម្ដែងការកោតសរសើរនិងវេតម្លៃខ្ពស់ចំពោះអាដាមចាប់តូអនុរដ្ឋលេខាធិការដែលបានខិតខំប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយលោកសាស្ត្រាចារ្យនៃសាលាភូមិរដ្ឋបាលក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រីជូនដល់មន្ត្រីនៃក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឲ្យប្រព្រឹត្តទៅដោយរលូននិងបានបិទបញ្ចប់ដោយជោគជ័យអាដាមជាសូមេធីបញ្ជាក់ថាការរៀបចំវគ្គបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋានសម្រាប់មន្ត្រីដល់មន្ត្រីរាជការជនមានពិការភាពនេះគឺបង្ហាញយ៉ាងច្បាស់អំពីចេតនាយ៉ាងមុតមាំរបស់ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្នុងការយកចិត្តទុកដាក់លើកម្ពុជាសិទ្ធិការអភិវឌ្ឍសមត្ថភាពនិងកលានុវត្តភាពសម្រាប់មន្ត្រីរាជការដែលជាជនមានពិការភាពដើម្បីធានាបាននូវការគោរពសិទ្ធិជាមូលដ្ឋាននិងការចូលរួមយ៉ាងពេញលេញរបស់ជនមានពិការភាពតាមរយៈការអភិវឌ្ឍសមត្ថភាពនិងជំនាញវិជ្ជាជីវៈប្រកបដោយបរិយាបន្ននិងសមត្ថភាពជាមួយនេះអាដាមជាសូមេធីបានថ្លែងថារដ្ឋាភិបាលកម្ពុជាអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងស្វាហាប់របស់សម្ដេចទឹកដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានចាត់ទុកការងារពិការភាពជាការងារអាទិភាពមួយនៅក្នុងកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រដ្ឋាភិបាលដោយបានកំណត់សកម្មភាពអាទិភាពសម្រាប់ជនមានពិការភាពជាពិសេសជនមានពិការភាពភ្នែកតាមរយៈការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការដោយផ្ដោតជាសំខាន់លើការជ្រើសរើសជនពិការចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋនិងឯកជនតាមអត្រាកំណត់និងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពដើម្បីធានាថាជនមានពិការភាពគ្រប់រូបទទួលបានសេវាសាធារណៈសេវាសុខាភិបាលការអប់រំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងទទួលបានយុត្តិធម៌ដោយសមធម៌និងការធ្វើបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យដែលផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន